បាទជំរាបសួរបងប្អូនប្រិយមិត្តនៅលើលោកសន្និវិសនេះគ្មានអ្វីដែលរត់ចូលមកជាផលប្រយោជន៍យើងដោយការបន់ស្រន់ឡើយហ្នឹងហើយការបួងសួងការបន់ស្រន់វាមិនបានទេលុះត្រាណាតែយើងខិតខំប្រឹងប្រែងស្វះស្វែងរកទ្រព្យសម្បត្តិហ្នឹងទីហងឲ្យគ្រូជួយរៀបចំបាយសីអាសនៈអីដើម្បីឲ្យបានបុណ្យបានស័ក្តិឬក៏បានលៀបសក្ការៈទ្រព្យសម្បត្តិអីហូរចូលដូចពីទឹកហូរចូលដូចទឹកអីណាហ្នឹងគឺមិនបានឡើយយើងត្រូវគិតថាគ្មានសត្វមរឹកណាដែលរត់ចូលមាត់ខ្លាដែលកំពុងដេកទេលុះត្រាណាតែខ្លាហ្នឹងខិតខំប្រឹងប្រែងស្វះស្វែងរកចាប់សត្វមរឹកទៅបានសត្វមរឹកហ្នឹងមកចឹងទេមានការខមមិនសួរខ្ញុំអំពីបញ្ហាដែលថាការបួងសួងបន់ស្រន់ឬក៏សំពះអរុកអរិយទេប្រណតាអីផ្សេងដើម្បីឲ្យខ្លួនឯងនឹងមានបានគឺមិនបានឡើយលុះត្រាណាតែយើងខិតខំប្រឹងប្រែងស្វះស្វែងរកទ្រព្យដោយតម្រេះគិតត្រូវដោយពិចារណាត្រូវដោយការទង្វើខ្លួនឯងនឹងធ្វើត្រូវហ្នឹងហើយទើបបាននៅប្រយោជន៍នោះពិតប្រាកដបើសិនជាមិនដូច្នោះទេមិនបានឡើយចឹងទេអ្វីមិនអាចកើតឡើងឯងទេឬក៏កើតឡើងដោយការបន់ស្រន់ឡើយចឹងទេសូមអស់លោកអ្នកស្ដាប់ពិចារណាតាមការគួរបាទសូមអរគុណសូមជម្រាបលាបាយបាយ